កន្លងមកឲ្យតែពេលចង់ញ៉ាំត្រីចំហុយទឹកស៊ីអ៊ីវអីចឹងតតែចាំតពេលការឬបុណ្យទានអីមិនអាចញ៉ាំបានព្រោះអីខ្ញុំអត់ចេះធ្វើអ្នកទាំងអស់គ្នាថ្ងៃនេះក៏មើលតាម YouTube ហើយរៀនធ្វើអញ្ចឹងទៅចំពោះគ្រឿងក្រៅរបស់ខ្ញុំសម្រាប់ការធ្វើជាមួយនឹងត្រីចំហុយទឹកស៊ីអ៊ីវគឺមានតែប៉ុណ្្នឹងឯអ្នកទាំងអស់គ្នាជាដំបូងខ្ញុំយកគ្រឿងក្រៅកាត់ឆ្អែមហ្នឹងយកទៅញុកនៅក្នុងពោះត្រីអញ្ចឹងអ្នកទាំងអស់គ្នាហើយបន្ទាប់មកយកត្រីហ្នឹងទៅចំហុយល្បាក់ដូចជា15នាទីទៅ20នាទីដើម្បីឲ្យវាឆ្អិនសព្វអញ្ចឹងទាំងខាងក្នុងនិងខាងក្រៅហើយកាត់ជាតិឆ្អាបបានល្អទៀតអញ្ចឹងណាអំឡុងពេលដែលខ្ញុំដាក់ត្រីចំហុយនឹងចៅខ្ញុំក៏មកផ្សំគ្រឿងក្រៅរបស់ខ្ញុំហើយនេះគ្រឿងក្រៅរបស់ខ្ញុំតែម្ដងចំពោះគ្រឿងក្រៅអ្នកទាំងអស់គ្នាអាចដាក់ទៅតាមចំណង់ចំណូលចិត្តហើយសម្រាប់ថ្ងៃនេះខ្ញុំប្រើជាមួយនឹងទឹកស៊ីអ៊ីវសណ្តែកសញ្ញាបន្ទុំអញ្ចឹងអ្នកទាំងអស់គ្នាដែលជាស្នាដៃរបស់កូនខ្មែរយើងបន្ទាប់ពីត្រីរបស់ខ្ញុំមើលទៅឆ្អិនសព្វហើយខ្ញុំចាប់ផ្ដើមបង់គ្រឿងក្រៅនឹងបញ្ចូលបន្ថែមទៀតហើយដាក់ចំហុយប្រហែលជាល្បាក់10ទៅ5នាទីបន្ថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាហើយចំពោះគ្រឿងក្រៅដែលខ្ញុំបានលាយហើយខ្ញុំយកមកដាក់ចូលគ្នាតែម្ដងចំពោះគ្រឿងក្រៅនៃទឹកស៊ីអ៊ីវរបស់ខ្ញុំគឺខ្ញុំដាក់របៀបប្រៃផ្អែមឡំៗទេអ្នកទាំងអស់គ្នារបៀបសាផ្អែមហើយម្ហូបរបស់ខ្ញុំថ្ងៃនេះក៏ឆ្អិនហើយដែរឥឡូវដល់មកញ៉ាំបាយហើយ